ចឹងយើងអាច start ការងារនេះចាប់ពីម៉ោង 9 ម៉ោង 10 រហូតដល់ម៉ោង 11 12 យប់បានជានៅក្នុងចន្លោះពេលប្រហែលជា2ទៅ3ម៉ោងហ្នឹងក្នុងមួយខែយើងអាចរកបានចន្លោះចាប់ពី200ទៅ500បន្ថែមនៅក្នុងមួយខែអញ្ចឹងខ្ញុំគាត់ថានេះគឺជាសាញមួយដែលអាចប្រាប់ដល់អ្នកគ្នាបានថាអ្នកគ្នាអាចនឹងចាប់ផ្ដើមក្នុងពេលឥឡូវនេះទៅបើសិនជាគ្នាយើងកំពុងតែមានគម្រោងនៅក្នុងការដែលយើងចង់រកប្រាក់ចំណូលបន្ថែមសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Solo Podcast episode ទី5នៅក្នុង episode នេះខ្ញុំនឹងធ្វើការចែករំលែកជាមួយនឹងគ្នាយើងដែលមានគម្រោងចង់ធ្វើជា freelance part time បានន័យថាយើងធ្វើការក្រៅម៉ោងបន្ទាប់ពីពេលដែលយើងចេញពីធ្វើការ full time ផងយើងដល់ចំណុចនេះខ្ញុំគិតថាអាចនឹងជួយឲ្យអ្នកនរគ្នាសម្រេចចិត្តបានយ៉ាងល្អក្នុងការដែលយើងចាប់ផ្ដើមធ្វើជាការងារ part time នៅលើវិស័យ freelanceអូខេជាសម្រាប់គ្នាយើងដែលអត់ទាន់ស្គាល់ខ្ញុំទេសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះម៉ាណែតសម្រាប់ខ្ញុំគឺជា content creator ម្នាក់ហើយក៏ជាអ្នកដែលបង្រៀនទៅលើជំនាញ graphic design នេះផងដែរខ្ញុំមានជាសតខុសដើម្បីបង្រៀនបងប្អូនដែលចង់ធ្វើការចាប់ផ្ដើមជាមួយនឹងអាជីពមួយនេះចាប់ពីពេលដែលយើងមិនទាន់ចេះសោះរហូតដល់ខ្ល้ายទៅជាអ្នកអាជីពផងដែរហើយបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍គាត់ធ្វើការ comment ពាក្យថា Apple នៅក្នុង comment ខាងក្រោមខ្ញុំនឹងធ្វើការឆាតទៅអ្នកគ្នាភ្លាមតែម្ដងដើម្បីផ្ដល់ព័ត៌មានបន្ថែមអូខេចឹងដូចគ្នាយើងបានដឹងចឹងថា graphic design របស់យើងនេះគឺយើងអាចធ្វើការជា freelance បានន័យថាយើងអាចធ្វើការងារក្រៅម៉ោងបានបន្ថែមទៀតផងដែរអញ្ចឹងចំពោះគ្នាយើងដែលចាប់អារម្មណ៍នៅក្នុងការដែលយើងចង់ឆ្លៀតពេលទៅនេឬក៏ឆ្លៀតពេលដែលយើងចេញពីធ្វើការ full time នេះដើម្បីរកប្រាក់ចំណូលបន្ថែមខ្ញុំគិតថានេះគឺជាដំណោះស្រាយមួយឬក៏ជាវិធីសាស្ត្រមួយដែលល្អមែនទែនក្នុងការដែលយើងអាចរកប្រាក់ចំណូលបានបន្ថែមខ្ញុំអាចនិយាយពីបទពិសោធន៍ខ្ញុំបន្តិចថាពេលកាលពីមុនពេលដែលខ្ញុំធ្វើការ full time ហើយខ្ញុំបានឆ្លៀតពេលអាចថាចាប់ពីចន្លោះពីម៉ោង 9 ម៉ោង 10 យប់ព្រោះសារតែយើងចេញពីធ្វើការល្ងាចអញ្ចឹងយើងអាចថាយើងញ៉ាំបាយយើងងូតទឹកយើងអីទៀតទៅអញ្ចឹងយើងអាច start ការងារនេះចាប់ពីម៉ោង 9 ម៉ោង 10 រហូតដល់ម៉ោង 11 12 យប់បានជានៅក្នុងចន្លោះពេលប្រហែលជា2ទៅ3ម៉ោងហ្នឹងក្នុងមួយខែយើងអាចរកបានចន្លោះចាប់ពី200ទៅ500បន្ថែមនៅក្នុងមួយខែអញ្ចឹងខ្ញុំគាត់ថានេះគឺជាសាញមួយដែលអាចប្រាប់ដល់អ្នកគ្នាបានថាអ្នកគ្នាអាចនឹងចាប់ផ្ដើមក្នុងពេលឥឡូវនេះទៅបើសិនជាគ្នាយើងកំពុងតែមានគម្រោងនៅក្នុងការដែលយើងចង់រកប្រាក់ចំណូលបន្ថែមអញ្ចឹងទាំងអស់នេះគឺជា10ចំណុចធំៗដែលខ្ញុំគិតថានឹងជួយឲ្យអ្នកទាំងអស់គ្នាសម្រេចចិត្តបានយ៉ាងត្រឹមត្រូវនៅក្នុងវិស័យមួយនេះនៅក្នុងការងារមួយនេះផងដែរអញ្ចឹងចំណុចទី1នេះគឺតាក់ទងទៅនឹងការជ្រើសរើសសេវាកម្មឬក៏ service ដើម្បី offer ទៅឲ្យ client ផងយើងដឹងថាក្នុង graphic design នេះគឺវាមានរបស់ច្រើនដែលយើងអាចធ្វើបានប៉ុន្តែយើងត្រូវជ្រើសរើសយកមួយឬក៏ពីរដើម្បីយកមកធ្វើជា snow ជា goal ដ៏ធំមួយសម្រាប់ដែលយើងធ្វើប្រចាំថ្ងៃដើម្បីឲ្យភ្ញៀវផងយើងគាត់ notice ថាអូខេយើង special នៅលើនឹងពិតមែនអញ្ចឹងយើងអាចរើសមកថាតើយើងចូលចិត្តធ្វើ logo ឬក៏យើងបង្កើនការធ្វើ logo អត់តែយើងចូលចិត្តធ្វើបែបជាលក្ខណៈ poster ឬក៏មិនអញ្ចឹងណាអញ្ចឹងយើងអាច note ទុកនៅក្នុងกระดาษឬក៏យើងអាចកត់ទុកកន្លែងណាឬក៏យើងគិតតែខ្លួនឯងទៅក៏បានដែរអត់ជាបញ្ហាទេអញ្ចឹងទី1សំខាន់គឺយើងត្រូវដឹងថាតើយើងបង្កើននៅលើអីអញ្ចឹងយើងនឹងធ្វើអាហ្នឹងដើម្បី offer ទៅឲ្យភ្ញៀវផងយើងផងដែរអញ្ចឹងនេះគឺជាចំណុចទី1ដែលខ្ញុំគិតថាវានឹងល្អសម្រាប់គ្នាយើងបើសិនជាយើងចង់ចាប់ផ្ដើមព្រោះសារយើងត្រូវដឹងខ្លួនឯងសិនថាតើខ្លួនយើងជាណាគេតើយើងចូលចិត្តអីតើយើងខ្លាំងចំណុចអីចំណុចទី2នេះគឺតកតងទៅនឹងការរៀបចំឬក៏ការ set up ជាមួយនឹង tool ផងយើងបើន័យថាតើយើងមានឧបករណ៍គ្រប់គ្រាន់នៅសម្រាប់ធ្វើការងារទាំងអស់ហ្នឹងព្រោះដោយសារបើសិនជាយើងធ្វើការក្រៅម៉ោងបែបនេះយើងត្រូវការមានកុំព្យូទ័រឬក៏មាន laptop មួយផ្ទាល់ខ្លួនដែលយើងអាចធ្វើការនៅផ្ទះបានអញ្ចឹងណាយើងអាចយកកុំព្យូទ័រឬក៏ការងាររបស់ក្រុមហ៊ុនផងយើងមកធ្វើបានទេអានេះគឺជាអីដែលយើងត្រូវត្រៀមទុកដែរទីមួយគឺតាក់ទងទៅនឹង laptop ឬក៏ជា desktop ដែលយើងអាចមានផ្ទាល់ខ្លួននៅផ្ទះអញ្ចឹងទៅយើងអាចអង្គុយធ្វើអញ្ចឹងទៅទី2នោះគឺតាក់ទងទៅនឹងកម្មវិធីប្រើប្រាស់តែយើង special នៅលើកម្មវិធីណាមួយអាចថាបើសិនជាគ្នាយើង design poster អញ្ចឹងតើយើងបកកែឬក៏តើយើងច្បាស់ទៅលើការប្រើប្រាស់ជាមួយនឹង Photoshop ហើយបើសិនជាយើងធ្វើនៅលើតាក់ទងនឹង logo តើយើងច្បាស់ជាមួយនឹង Illustrator ហើយនៅឬក៏អ្នកគ្នាអាចប្រើជាមួយនឹង Canva ក៏បានដែរអញ្ចឹងអានេះគឺសុទ្ធតែជាកម្មវិធីដែលយើងត្រូវត្រៀមទុកថាតើបើសិនជាយើងធ្វើការងារជា freelancer តើយើងច្បាស់ឧបករណ៍ទាំងអស់ហ្នឹងឬក៏ច្បាស់ជាមួយនឹងកម្មវិធីការប្រើប្រាស់វាហើយនៅហើយចំណុចទី3នៅក្នុងចំណុចទី2នេះគឺតាក់ទងទៅនឹងការរៀបចំជាមួយនឹងឯកសារមួយចំនួនដូចជា invoice ដូចជា quotation អីហ្នឹងអញ្ចឹងយើងត្រូវរៀបចំវាឲ្យមកដើម្បីឲ្យងាយស្រួលក្នុងការពេលដែលភ្ញៀវគាត់សួរតាក់ទងនឹងតម្លៃយើងអាចផ្ញើ quote ឲ្យគាត់បានអញ្ចឹងពេលដែលគាត់ confirm quote ហើយយើងផ្ញើ invoice ទៅឲ្យគាត់មកតាំងទៀតអញ្ចឹងទៅរបស់ទាំងអស់ហ្នឹងគឺសុទ្ធតែជារបស់ដែលតូចៗទេប៉ុន្តែគឺវាជួយច្រើនតាក់ទងទៅនឹងការងារមួយនេះអូខេអញ្ចឹងចំណុចទី3នេះគឺតាក់ទងទៅនឹងការ build ជាមួយនឹង portfolio កន្លែង portfolio នេះគឺខ្ញុំអាចនិយាយបានថាយើងមិនបាច់ចាំ
មានភ្ញៀវទៅយើងអាចយកការងារពីភ្ញៀវហ្នឹងយកមកដាក់ក្នុង portfolio បានទេវាអត់ជាបញ្ហាទេអ្នកគ្នាអាចធ្វើការ design ជាមួយនឹង poster ណាមួយដែលអ្នកគ្នាគិតថាស្រឡាញ់ចូលចិត្តហើយយើងបាន design វារួចរាល់អាចថាវាជាការងារប្រជាខ្លួនឯងក៏បានដែរអ្នកគ្នាធ្វើការយកអាការងារទាំងអស់ហ្នឹងដាក់វាជា package មួយមកធ្វើជា portfolio មួយមកដើម្បីធ្វើការ show ទៅឲ្យ business owner ឬក៏ជា client ប៉ុនយើងថាតើយើងអាចធ្វើអីបានខ្លះសម្រាប់ក្រុមហ៊ុនពួកគាត់ឬក៏សម្រាប់ការងារមួយហ្នឹងហើយសម្រាប់ tool មួយទៀតដែលខ្ញុំគិតថាអាចជួយអ្នកគ្នាបានដឹងបានលឿនទៅដល់ client ដល់ business owner គឺទាក់ទងទៅនឹងការប្រើជាមួយនឹង social media អ្នកគ្នាអាចធ្វើការ post ទៅលើFacebook page របស់អ្នកគ្នាឬក៏ personal account របស់យើងហ្នឹងក៏បានដែរតាក់ទងទៅនឹងការងារដែលយើងធ្លាប់បានធ្វើពីមុនមកឬក៏ដូចជានៅលើ Pinterest នៅលើ Behance ឬក៏នៅលើ social media ផ្សេងៗដូច Instagram វិញហ្នឹងអានោះសុទ្ធតែជារបស់ដែលយើងអាចធ្វើការច្នៃពីរបស់ដែលយើង scroll ធម្មតាទៅជារបស់ដែលយើងអាចខ្លាយទៅជាកន្លែងការងាររបស់យើងបានព្រោះសារពេលខ្លះយើងអត់ដឹងថាភ្ញៀវរបស់យើងមកពីណាទេអាចជាអ្នកដែលនៅក្បែរយើងអាចជា friend របស់យើងក៏ថាបានដែរអញ្ចឹងយើង show ពីអីដែលយើងមាន show ពីអីដែលយើងបានចេះទៅឲ្យពួកគាត់ទៅពេលដែលពួកគាត់ដឹងហើយពួកគាត់កំពុងតែមានតម្រូវការស្រាប់ពួកគាត់នឹងមករកយើងហើយអានេះគឺជា tool មួយដែលខ្ញុំគិតថាអាចនឹងជួយអ្នកគ្នាទទួលបានភ្ញៀវលឿនផងដែរចំណុចទី4នោះគឺតកតងទៅនឹងការ set up ជាមួយនឹងតម្លៃឬក៏ការ set up price ផងយើងនឹងឯងអានេះគឺជាសំណួរមួយដែលក្តៅមែនតើសម្រាប់គ្នាយើងដែលទៅចាប់ផ្ដើមគាត់ថាមកសួរខ្ញុំច្រើនដែរគ្នាយើងឆាត់សួរច្រើនមែនតើថាតើយើងគួរតែ set up តម្លៃបែបណាចំពោះការងារផងយើងកន្លែងចំណុចនេះខ្ញុំបាននិយាយបានថាវាអាស្រ័យទៅតាមរយៈពេលឬក៏បានន័យថាទៅតាមបទពិសោធន៍របស់យើងផ្ទាល់ខ្លួនតែយើងទៅតែចាប់ផ្ដើមទៅលើជំនាញនេះទេឬមួយក៏យើងមានបទពិសោធន៍រាប់ឆ្នាំមកហើយអញ្ចឹងណាប៉ុន្តែខ្ញុំជឿថាប្រហែលជាអ្នកគ្នាទៅតែចាប់ផ្ដើមហើយបានជាអ្នកគ្នាអត់ទាន់ដឹងថាតើគួរតែ set up តម្លៃបែបណាអញ្ចឹងខ្ញុំអាចនិយាយបានថាបើសិនជាក្នុងករណីអ្នកគ្នាទៅតែចាប់ផ្ដើមជាមួយនឹងការងារជំនាញមួយនេះខ្ញុំអាច recommend ឲ្យអ្នកគ្នា start ចាប់ពីមួយ posterគឺអាចនិយាយបានថាចាប់ពី$10ទៅ$15ឡើងទៅហើយចំពោះតម្លៃទាំងអស់នេះគឺយើងអាចធ្វើការ upgrade បានតាមក្រោយទៀតទេក្នុងករណីថាយើងធ្វើតម្លៃ$10ឬក៏$15នេះគឺរយៈពេល1ឆ្នាំចុះដើម្បីឲ្យជំនាញឬក៏អាជីពរបស់យើងនេះវាវិវត្ត upgrade ខ្លួនទៅចុះពេលដែលយើង upgrade ខ្លួនឯងបានល្អហើយយើងអាចធ្វើការ upgrade តម្លៃរបស់យើងទៅវាអត់ជាបញ្ហាទេអាហ្នឹងណានិយាយឧទាហរណ៍ថាបើសិនជាអ្នកគ្នា design logo វិញអញ្ចឹងអ្នកគ្នាអាច start ចាប់ពី$30 $40ឬក៏$50អានេះគឺជាតម្លៃមួយដែលខ្ញុំគិតថាវាសមរម្យដែលយើងអាចនឹងធ្វើបានហើយវាជាតម្លៃមួយដែលខ្ញុំគិតថា client គាត់នឹងទទួលបានផងដែរប៉ុន្តែអ្នកគ្នាត្រូវដឹងថាចំពោះការងារដែលយើង offer ទៅឲ្យភ្ញៀវយើងត្រូវធ្វើម៉េចឲ្យវាសមត្ថជាមួយតម្លៃដែលយើងយកគាត់ផងដែរឬក៏មួយទៀតក្នុងករណីអ្នកគ្នាធ្វើជាលក្ខណៈបែប package ប្រចាំខែអញ្ចឹងទៅយើងគួរតែកំណត់តម្លៃមួយដែលសមរម្យសម្រាប់ពួកគាត់អាចថា5 poster ឬក៏10 poster នៅក្នុងតម្លៃសមរម្យណាមួយបើសិនជាក្នុងករណីយើងយកគាត់ក្នុងតម្លៃរាយមក poster $10អញ្ចឹង5 poster អាច40អីចឹងទៅដើម្បីជា offer មួយដែលល្អសម្រាប់ឲ្យទៅគាត់ផងដែរចំណុចទី5នេះគឺតាក់ទងទៅនឹងការស្វែងរក client អញ្ចឹងការស្វែងរក client នេះវាអត់ជាពិបាកទេអាចថាពេលខ្លះទៅអាចថាជាមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាឬក៏ជាក្រុមគ្រួសារបងប្អូនរបស់យើងអីចឹងទៅអញ្ចឹងយើងអាចសាកសួរពួកគាត់មើលថាតើពួកគាត់ត្រូវការជាមួយនឹងរបស់ទាំងអស់ហ្នឹងអត់ចុះបើសិនជាពួកគាត់ត្រូវការយើង offer តម្លៃណាមួយដែលសមរម្យមែនទែនសម្រាប់បងប្អូនយើងអីចឹងទៅអានេះក៏សុទ្ធតែជាការងារយើងអាចទទួលបានឬក៏យើងអាចធ្វើ free ដើម្បីយកបទពិសោធន៍ចឹងទៅអានេះគឺសុទ្ធតែជាការងារដែលយើងអាចធ្វើទៅបានហើយមួយទៀតអ្នកគ្នាធ្វើការjoinជាមួយនឹងក្រុម freelance អីចឹងទៅយើងអាចធ្វើការតំណបផ្សាយតាក់ទងមួយគាត់ communicate មួយគាត់អីចឹងទៅពេលដែលពួកគាត់ត្រូវការជំនួយយើងចូលទៅជួយគាត់ចឹងទៅរបស់ទាំងអស់ហ្នឹងហើយវាសុទ្ធតែជារបស់មួយដែលធ្វើឲ្យអ្នកផ្សេងគេមើលឃើញថាយើងគឺជា graphic designer យើងគឺជាមនុស្សម្នាក់ដែលគេអាចនឹងឲ្យការងារមកឲ្យយើងបានអានេះគឺជារបស់មួយដែលខ្ញុំគិតថាសំខាន់មែនទែននៅក្នុងវិស័យ freelancer តាក់ទងទៅនឹងការ connection មួយនេះចំណុចទី6នោះគឺតាក់ទងទៅនឹងការប្រមូលខ្លួនឯងឬមួយក៏បានន័យថាpersonal branding អីចឹងទៅអញ្ចឹងតាក់ទងទៅនឹងការងាររបស់អ្នកនរគ្នានេះគឺខ្ញុំគិតថាវាគួរតែដល់ពេលមួយដែលអ្នកនរគ្នាចាប់ផ្ដើមបង្ហាញចាប់ផ្ដើមធ្វើយ៉ាងណាដើម្បីឲ្យអ្នកដតីផ្សេងទៀតហ្នឹងបានស្គាល់ថាយើងជាអ្នកធ្វើវាបែរថាយើងត្រូវតែប្រាប់ពួកគាត់ថាយើងគឺជាអ្នកធ្វើយើងគឺជាអ្នកដែលចេះនៅក្នុងជំនាញមួយនេះយើងត្រូវប្រម៉ូទខ្លួនឯងបើមិនតែយើងអត់ប្រម៉ូទខ្លួនឯងទេសួរថាតើអ្នកណាគេមកដឹងអញ្ចឹងណាដូចខ្ញុំបាននិយាយនៅក្នុង podcast មុនអញ្ចឹងគឺបើសិនជាយើងអត់ប្រាប់ client យើងថាយើងជាណាគេទេ client យើងប្រកាសជាមិនស្គាល់នោះទេថាយើងគឺជានរណាអានេះគឺជាចំណុចសំខាន់ដែលអ្នកគ្នាគួរតែ
ចំណាំហើយគួរតែបង្ហាញវាទៅខ្ញុំលើកទឹកចិត្តដល់គ្នាយើងបង្ហាញអីដែលយើងអាចធ្វើទៅបានដើម្បីទទួលបាន client បើសិនជាអ្នកគ្នាអត់ជឿទេសាកធ្វើតាមខ្ញុំសិនទៅហើយពេលដែលទទួលបាន client ហើយចាំ mention ខ្ញុំផងថាអូខេបងខ្ញុំ start podcast មួយថ្ងៃហើយខ្ញុំសាកធ្វើតាមមួយថ្ងៃហើយឥឡូវនេះខ្ញុំទទួលបាន client ពិតមែន complete take ខ្ញុំចូលទៅផងអាចថា take ឈ្មោះ page ឬក៏ឈ្មោះ account របស់ខ្ញុំក៏បានដែរខ្ញុំនឹងទៅ opt all មួយអ្នកនរគ្នាដូចគ្នាព្រោះសារតែខ្ញុំគាត់ថានេះគឺជាចំណុចមួយដែលសំខាន់មែនទែនបើសិនជាយើងមានជំនាញហើយយើងអត់ចេះប្រម៉ូទខ្លួនឯងអត់ចេះប្រម៉ូទនៅអីដែលយើងបានធ្វើទេវាស្មើនឹងយើងអត់បានធ្វើអីទាំងអស់អ្នកនរគ្នាជឿខ្ញុំហើយទៅនឹងការប្រម៉ូទនោះវាមិនបាច់ចាំទៅ viral ឯខ្លាំងពេកទេត្រឹមតែការបង្ហាញត្រួសមួយម្ដងមួយទៅយូរទៅគេនឹងឃើញគេនឹងស្គាល់គេនឹងដឹងថាអ្នកនរគ្នាជាណាគេ trust me guys ចំណុចទី7គឺតាក់ទងទៅនឹងការរៀបចំជាមួយនឹង schedule ឬក៏បែរថាការរៀបចំជាមួយនឹងម៉ោងធ្វើការងារផងយើងនឹងតើនៅក្នុងមួយសប្តាហ៍យើងចង់ចំណាយពេល5ថ្ងៃឬក៏7ថ្ងៃពេញដើម្បីធ្វើការងារជា freelance នឹងប៉ុន្តែតាក់ទងទៅនឹងការងារមួយនេះខ្ញុំអាចនិយាយបានថាវាតាក់ទងទៅនឹង creative តាក់ទងទៅនឹងការគិតច្រើនអញ្ចឹងបើសិនជាអ្នកគ្នាគិតថាអត់ចង់ឲ្យខ្លួនឯង burn out ទេអានេះបើតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់អ្នកគ្នាអាចធ្វើការកំណត់យក5ថ្ងៃឬក៏6ថ្ងៃអញ្ចឹងទៅទុក1ថ្ងៃដើម្បី relax ខ្លួនឯងព្រោះដោយសារជំនាញមួយនេះការងារមួយនេះគឺវាត្រូវការប្រើជាមួយនឹងអារម្មណ៍ត្រូវការប្រើជាមួយនឹងគំនិតច្រើនអញ្ចឹងយើងតែងតែចំណាយពេលច្រើនមែនទែននៅមុខកុំព្យូទ័រអញ្ចឹងពេលខ្លះវា stress វាធុញថប់អញ្ចឹងទៅអញ្ចឹងយើងអាចរកពេលណាមួយដែលយើងគិតថាវាសមស្របអានេះអាស្រ័យលើអ្នកនរគ្នាគិតថាតើយើងគួរតែឆ្លៀតពេលបែបណាកំណត់ម៉ោងបែបណាកំណត់ថ្ងៃបែបណាដើម្បីឲ្យការងាររបស់យើងនោះវាបែងចែកទៅវាងាយស្រួលក្នុងការធ្វើការព្រោះសារតែយើងធ្វើការ full time ផងហើយយើងឆ្លៀតពេលយប់ដើម្បីធ្វើជា freelance ផងប៉ុន្តែចំណុចនេះគឺខ្ញុំអាចនិយាយបានថាវាសំខាន់មែនទែនអញ្ចឹងអ្នកត្រូវកំណត់មកឲ្យថាឥឡូវក្នុងមួយថ្ងៃចំណាយ2ម៉ោងអញ្ចឹងទៅមិនបាច់ដល់3ម៉ោងទេព្រោះសារឡូដល់ម៉ោង12អ្នកគ្នាគេអាមកគ្រប់គ្រាន់ពិបាកក្នុងការងើបមកធ្វើការជា full time វិញធ្វើការពេញម៉ោងវិញអញ្ចឹងវាពិបាកអញ្ចឹងអាចថាយើងកំណត់មួយថ្ងៃ2ម៉ោងទៅហើយយើងធ្វើមួយអាទិត្យពេញឬក៏6ថ្ងៃអញ្ចឹងទៅអានេះគឺអាស្រ័យអ្នកគ្នាត្រូវការកំណត់ហើយសម្រាប់ជាវិញនៅក្នុងដំណាក់កាលដំបូងបែបនេះខ្ញុំអាច recommend អ្នកគ្នាទទួលយកតែ1ឬក៏2នៅក្នុងដៃសិនទៅបានទេព្រោះបើមិនយើងទទួលមកច្រើនពេកពេលខ្លះយើងធ្វើអត់តាន់ទេអញ្ចឹងពេលដែលយើងធ្វើអត់តាន់ការងារវានឹងចាល់អញ្ចឹងពេលការងារដែលចាល់ហើយគឺវានឹងពិបាកក្នុងការដែលយើងធ្វើការងារហ្នឹងអញ្ចឹងខ្ញុំគិតថាសម្រាប់គេយើងដែលចាប់អារម្មណ៍ហើយចង់ធ្វើដំបូងអញ្ចឹងខ្ញុំអាច recommend ឲ្យទទួលភ្ញៀវត្រឹម1នាក់ឬក៏2នាក់ទៅបានហើយចំណុចទី8នេះគឺតាក់ទងទៅនឹងការដែលយើងត្រូវ keep learning នៅពេលដែលយើងកំពុងតែរកប្រាក់ចំណូលពីវាអញ្ចឹងក្នុងជំនាញណាក៏ដោយខ្ញុំអាចនិយាយបានថាជំនាញណាក៏ដោយអ្នកគ្នាគួរតែមានពេលវេលាមួយដើម្បីឆ្លៀតពេលរៀនបន្ថែមឬក៏អភិវឌ្ឍជំនាញរបស់យើងបន្ថែមអាចថាអ្នកគ្នាមើល tutorial នៅក្នុង YouTube ឬក៏អ្នកគ្នាទិញជា short course ដើម្បីទៅរៀនបំពន់បន្ថែមដោយជាក់ស្ដែងខ្ញុំមានថ្នាក់ advance ដើម្បីបំពន់អ្នកដែលចេះហើយអញ្ចឹងបើសិនជាគ្នាយើងចង់ចេះជាមួយនឹង technique ឬក៏បច្ចេកទេសល្អៗបន្ថែមទៀតអ្នកគ្នាអាចចូលរៀនឬក៏ទិញជាមួយនឹង short course របស់ខ្ញុំយកទៅរៀនបន្ថែមអញ្ចឹងទៅអានេះគឺជារបស់ស្ទើរតែជា tool មួយដែលអាចជួយឲ្យអ្នកគ្នា upgrade ខ្លួនឯងទៅមួយតង់ទៀតអញ្ចឹងពេលដែលយើង upgrade ខ្លួនឯងទៅមួយតង់ទៀតតើតោះនឹងតម្លៃតើតោះទៅនឹងការងារប៉ុណ្ណឹងយើងអាចធ្វើការសរេសរងឬក៏ថា upgrade វាបានទៅមួយតង់មួយ level ទៀតអីចឹងទៅអារបស់ទាំងអស់នេះហើយដែលវាអាចជួយអ្នកគ្នា improve ពីមួយបច្ចេកទៅមួយបច្ចេកឲ្យវាវិវត្តឡើងទៅវាមិនមែនឡើងហើយដាំក្បាលចុះក្រោមទេគឺវាឡើងហើយគឺវាឡើងទៀតចឹងទៅចំណុចទី9នេះគឺតាក់ទងទៅនឹង testimonial ឬក៏ការសាកសួរទៅលើមតិយោបល់របស់ client ផងយើងឬក៏ទៅលើអ្នកដែលយើងបានធ្វើការឲ្យព្រោះសារចំពោះការងារភាគច្រើនដែលយើងបានធ្វើទៅពេលខ្លះអាចរបស់ទាំងអស់ហ្នឹងហើយឬក៏ការដែលយើងសាកសួរគាត់សួរនាំគាត់ហ្នឹងហើយគឺជារបស់ដែលអាចជួយឲ្យ client ផងយើងផ្សេងទៀតហ្នឹងបានឃើញអំពីអីដែលយើងបានធ្វើឲ្យភ្ញៀវចាស់ផងយើងឧទាហរណ៍ថាបើសិនជាក្នុងករណីយើងទទួលបានបច្ចេកមួយហ្នឹងពី client ចាស់ហើយយើងសាកសួរនាំគាត់ទៅថាបងយល់មិនដែរបងមានអារម្មណ៍មិនដែរចំពោះការងារមួយហ្នឹងបងស្រឡាញ់បងចូលចិត្តវាអត់ចឹងទៅអញ្ចឹងក្នុងករណីថា client ហ្នឹងគាត់ថាអូខេគាត់ស្រឡាញ់គាត់ចូលចិត្តការងារផងយើងអានេះវាគឺជារបស់មួយដែលល្អសម្រាប់ធ្វើការបង្ហាញទៅឲ្យ client ផងយើងផ្សេងទៀតគាត់បានឃើញថាចំពោះការងារដែលយើងបានធ្វើចេញទៅហ្នឹងគឺវាគ្រប់គឺវា quality គឺវាល្អសម្រាប់ភ្ញៀវសម្រាប់ពួកគាត់អញ្ចឹងទៅអញ្ចឹងវានឹងអាចជួយ build ជាមួយនឹង trust ឬក៏បែរថាទំនុកចិត្តទៅលើយើងហ្នឹងគឺបានកាន់តែច្រើនបន្ថែមទៀតចំណុចទី10នោះគឺជាចំណុចមួយដែលខ្ញុំគិតថាអ្នកគ្នាត្រូវដល់ពេលដែលអង្គុយមកគិតចារណាថាតើចំពោះការងារ freelance ដែលយើងធ្វើ part time នេះតើវាដល់ពេលនៅដែលយើងអាចធ្វើការងារនេះទៅជា full time ព្រោះនៅពេលដែលយើងទទួលបានជាមួយនឹង client ហើយ
តែពេលដែលយើងអាចធ្វើការ upgrade តម្លៃប៉ុនយើងបានហើយដល់ពេលដែលយើងមាន confidence គ្រប់គ្រាន់នៅក្នុងការធ្វើការមួយនេះហើយអញ្ចឹងខ្ញុំអាចគិតថាជាពេលមួយដែលអ្នកនរគ្នាអង្គុយគិតពិចារណាទៅចំណុចទី10នេះគឺជាចំណុចមួយដែលខ្ញុំគិតថាជាចំណុចដែលអ្នកនរគ្នាត្រូវអង្គុយគិតនៅពេលដែលយើងធ្វើចំណុច9ខាងលើហើយណាពេលដែលយើងចាប់ផ្ដើមធ្វើ part time រយៈពេលឧទាហរណ៍ថា3ខែ6ខែចុះអញ្ចឹងពេលដែលយើងធ្វើហើយយើងត្រូវដល់ចំណុចទី10នេះគឺយើងត្រូវអង្គុយគិតពិចារណាខ្លួនឯងសួរខ្លួនឯងមើលថាតើវាដល់ពេលនៅដែលយើងត្រូវចាប់ផ្ដើមជំនាញ graphic designer freelancer នេះ full time តែម្ដងយើងអត់ធ្វើ part time ទៀតទេព្រោះនៅពេលដែលអ្នកគ្នាអនុវត្តទៅតាម9ចំណុចធំៗខាងលើហើយអ្នកគ្នានឹង build confidence ខ្លួនឯងបានល្អជាងមុនអ្នកគ្នានឹងមាន rate តម្លៃមួយសម្រាប់ខ្លួនឯងអ្នកគ្នានឹងមានជាមួយនឹង niche របស់ខ្លួនឯងធំទៅអ្នកគ្នានឹងមានជាមួយនឹងការងារមួយដែលសមស្របមួយអ្នកគ្នាខ្លាំងមែនទែនអញ្ចឹងពេលនេះគឺជាពេលមួយដែលខ្ញុំនឹងឲ្យអ្នកគ្នាអង្គុយគិតពេលដូចទៅនឹងពេលដែលខ្ញុំធ្វើការងារជាក់ស្ដែងខ្លួនឯងដែរគឺពេលដែលខ្ញុំធ្វើ full time ផងធ្វើ part time ជា freelance ផងអញ្ចឹងដល់ពេលមួយខ្ញុំនឹងអង្គុយគិតថាតើខ្ញុំគួរតែចាប់ផ្ដើមការងារជា freelance នេះពេញម៉ោងតែម្ដងឬក៏យ៉ាងណាដែលយើងអាស្រ័យទៅលើ9ចំណុចធំៗខាងលើបើសិនជាយើងគិតថា9ចំណុចធំៗខាងលើដែលយើងបានធ្វើទៅហ្នឹងគឺវាល្អហើយគឺវាដើរល្អហើយ smooth ហើយវាទៅមុខបានហើយអូខេពេលហ្នឹងគឺខ្ញុំគិតថាជាពេលមួយដែលអ្នកនរគួរតែសម្រេចចិត្តថាតើគួរតែបន្តធ្វើ part time ឬក៏ធ្វើ full time ចឹងសង្ឃឹមថា10ចំណុចធំៗទាំងអស់នេះនឹងជួយឲ្យអ្នកគ្នាបានស្វែងយល់បន្ថែមតាក់ទងទៅនឹងការងារមួយនេះហើយបើសិនជាអ្នកគ្នាកំពុងតែចាប់អារម្មណ៍ឬក៏ចាប់ផ្ដើមចង់ចាប់ផ្ដើមជាមួយនឹងការងារ freelancer part time អញ្ចឹងវីដេអូនេះគឺសម្រាប់អ្នកគ្នាហើយសង្ឃឹមថាវានឹងជួយឲ្យអ្នកគ្នាបានច្រើនបន្ថែមទៀតជាចំណេះដឹងទូទៅបន្ថែមអញ្ចឹងជាថ្មីម្ដងទៀតបើសិនជាអ្នកគ្នាចាប់អារម្មណ៍ទៅលើការងារឬក៏ជំនាញ graphic design នេះមិនថាអ្នកគ្នាចាប់ផ្ដើមពីសូន្យមកទេគឺខ្ញុំមាន short course ដើម្បីធ្វើការបង្រៀនអ្នកគ្នាផងដែរចាំបើសិនអ្នកគ្នាចាប់អារម្មណ៍គាត់ធ្វើការ comment ពី Apple នៅក្នុង comment ខាងក្រោមនេះមកយើងនឹងធ្វើការឆាតទៅអ្នកគ្នាដើម្បីផ្ដល់ព័ត៌មានបន្ថែមទៅឲ្យអ្នកគ្នាផងដែរអញ្ចឹងអរគុណមែនទែនសម្រាប់ការស្ដាប់ជាមួយនឹង podcast episode ទី5មួយនេះតាមពីដើមរហូតមកដល់ចប់អញ្ចឹងសង្ឃឹមថាជួបគ្នានៅក្នុង episode ទី6បន្តទៀតផងដែរអរគុណច្រើន